ខ្ញុំមកពីក្រុមយុវជនស្នេហាជាតិហើយសួស្តីអ្នកទាំងអស់គ្នាណាសុខសប្បាយជាទេថ្ងៃនេះអ្នកគ្រូសុខសប្បាយជាទេចាទៅមកដល់ផ្ទះឥឡូវបានធូរហើយនៅតែស្អត់តិចទៀតធូរមែនតែនហើយណាចាហើយចុះបងប្អូនទាំងអស់គ្នាវិញនៅទីនោះយប់ហើយមែនទេហើយញ៉ាំអាហារហើយនៅអូខេថ្ងៃនេះអ្នកគ្រូមានរឿងខ្លះចង់និយាយជាមួយបងប្អូនជាទីស្រឡាញ់ចាអរគុណដែលបានត្រាំត្រអ្វីដែលអ្នកគ្រូនិយាយណាអូខេឥឡូវមានបងប្អូនខ្លះក៏បានសួរអ្នកគ្រូទៀតហើយពីរឿងនយោបាយពីរឿងស្រុកខ្មែរគាត់ថាតើយើងឈ្នះគេទេអ្នកគ្រូហើយមួយទៀតឥឡូវនេះហ៊ុនសែនឲ្យយួនមកមើលងាយខ្មែរចង់សម្លាប់ខ្មែរទៀតតើអ្នកគ្រូគិតយ៉ាងម៉េចដែរឥឡូវនេះខ្ញុំមានអារម្មណ៍ថាឈឺចាប់ទៅហើយអ្នកគ្រូចឹងហើយខ្ញុំចង់ឲ្យអ្នកគ្រូបកស្រាយជាច្រើនឲ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងឲ្យបានច្រើនហើយយើងធ្វើយ៉ាងម៉េចទៅឲ្យឈ្នះគេដោយអ្នកគ្រូនិយាយអញ្ចឹងការរឿងនយោបាយការចង់បានប្រទេសជាតិត្រឡប់មកវិញចង់ឲ្យមានរស់នៅដូចប្រទេសគេនោះចំណុចទី1ឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនខ្មែរទាំងអស់គ្នារួមគ្នាគឺការបោះឆ្នោតហើយមានបងប្អូនខ្លះថាចុះបើយើងមិនបាច់បើយើងទៅបោះឆ្នោតហើយយើងមិនឈ្នះគេទេយើងមិនបោះឆ្នោតហើយយើងមិនឈ្នះគេយើងធ្វើមិនទៅបើយើងអត់ឈ្នះគេហើយយើងធ្វើមិនទៀតបើយើងអត់ឈ្នះគេគឺការបោះឆ្នោតគឺជាចំណុចមួយហើយមានបងប្អូនខ្លះថាចុះបើហ៊ុនសែនចង់ធ្វើរដ្ឋប្រហារឧទាហរណ៍ថាបើចុះគាត់ធ្វើរដ្ឋប្រហារដោយការអំពើហ៊ុនស៊ីពេចនោះយ៉ាងម៉េចអ្នកគ្រូមិនអាចទេគឺសំខាន់គឺយើងបោះឆ្នោតសំខាន់គឺអន្តរជាតិគេមើលយើងអញ្ចឹងសិលឹកឆ្នោតអ្នកទាំងអស់គ្នាសំខាន់ណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែទៅបោះឆ្នោតគឺគិតថាខ្ញុំអស់កម្លាំងនឹងបោះឆ្នោតដែរបើបោះឆ្នោតយ៉ាងណាក៏មិនឈ្នះដែរហ្នឹងកុំគិតបែបហ្នឹងយើងត្រូវតែបោះឆ្នោតបើយើងមានសិលឹកឆ្នោតយើងមានឈ្មោះក្នុងការបោះឆ្នោតយើងត្រូវតែបោះព្រោះសិលឹកឆ្នោតវាសំខាន់ណាស់ហើយបើថាយើងបោះឆ្នោតមិនឈ្នះទេផ្លូវដែលអស់ជំរឿសនោះគឺ2018អាហ្នឹងយើងមានចំណុចដែលយើងត្រូវធ្វើហើយអញ្ចឹងគឺខ្ញុំចង់ឲ្យខ្មែរទាំងអស់គ្នាក្រោកឡើងឈរឲ្យបានច្រើនរាប់លាននាក់នៅពេលហ្នឹងប៉ុន្តែឥឡូវនេះគឺខ្ញុំមិនចង់ឲ្យបងប្អូនខ្មែរមានចំណុចអីគិតគឺការបោះឆ្នោតទេស្ត្រៀមនឹងការបោះឆ្នោត2017និង18ព្រោះឥឡូវនេះហ៊ុនសែនកំពុងតែឲ្យយួនមើងងាយខ្មែរចង់សម្លាប់ខ្មែរធ្វើបាបខ្មែរអញ្ចឹងយើងជាកូនខ្មែរយើងឈឺចាប់ណាស់យើងមិនអាចឲ្យពួកយួនមកធ្វើបាបយើងយកទឹកដីយើងហើយឲ្យវាហើយនៅហើយមកធ្វើបាបយើងទៀតអញ្ចឹងហើយបានអ្នកគ្រូចង់ឲ្យបងប្អូនមានការយល់ដឹងឲ្យបានច្រើនពីចំណុចអស់ហ្នឹងមិនចង់ឲ្យបងប្អូនមានការឆ្ងើយឆ្ងល់នៅតែគិតពីចំណុចហ្នឹងទៀតទេគឺមានតែផ្លូវបោះឆ្នោតទោះយើងបោះមិនឈ្នះតែការសំខាន់បោះឆ្នោតនោះអាចធ្វើឲ្យអន្តរជាតិគេបានឃើញថាប្រជាពលរដ្ឋខ្មែរបោះឆ្នោតមែនពិតមិនមែនថាយើងអត់បោះឆ្នោតយើងចាំឲ្យតែគេមកជួយគេមិនអាចធ្វើបានទេព្រោះប្រទេសយើងប្រទេសមានច្បាប់ដែរអញ្ចឹងការបោះឆ្នោតនិងការទម្លាក់ដឹកនាំឬអ្នកដឹកនាំក៏ដោយសារសិលឹកឆ្នោតអញ្ចឹងយើងត្រូវតែទៅបោះឆ្នោតគ្រប់គ្នាណាពីរចំណុចហ្នឹងហើយអញ្ចឹងខ្ញុំចង់ឲ្យកូនខ្មែរទាំងអស់គ្នានិងបងប្អូនជាទីស្រឡាញ់យ៉ាងមានការយល់ដឹងឲ្យបានច្រើនពុកម៉ែចំណុចអស់ហ្នឹងអញ្ចឹងត្រៀមនឹងការបោះឆ្នោត2017-18នេះសូមបងប្អូនទាំងអស់គ្នាត្រូវតែបោះឆ្នោតរើសអ្នកដឹកនាំហើយបើយើងថាបោះឆ្នោតមិនឈ្នះគេទេ2018យើងនឹងអស់ផ្លូវជំរើសយើងមានផ្លូវរបស់យើងអញ្ចឹងយើងសំខាន់សម្រួចគឺទី1គឺការបោះឆ្នោតតែប៉ុណ្្នឹងទេណាគឺការបោះឆ្នោតទម្លាក់អ្នកដឹកនាំនឹងឲ្យបានអញ្ចឹងបងប្អូនខ្មែរទាំងអស់គ្នាដែលស្រឡាញ់ខាងគណៈបកសង្គ្រោះជាតិចង់ឲ្យអ្នកខាងសង្គ្រោះជាតិមកជួយយើងនោះមិនមែនតែអ្នកនយោបាយខាងសង្គ្រោះដោយឯកឧត្តមគឹមសុខាអីអាចមកជួយយើងបានទេមិនមែនតែគាត់ម្នាក់មកជួយមកបានទេតើតែយើងខ្មែរហ្នឹងសង្គ្រោះទាំងអស់គ្នារួមគ្នាបានយើងអាចជួយបានមិនមែនគាត់ម្នាក់គាត់អាចជួយបានយើងទាំងអស់គ្នាអញ្ចឹងយើងធ្វើដើម្បីរកអ្នកដឹកនាំថ្មីដាក់នៅក្នុងប្រទេសយើងអញ្ចឹងយើងទៅតែជំរុះអ្នកដឹកនាំចាស់ឲ្យបានឆាប់ក្នុង2018យើងធ្វើឲ្យបានទៅយើងត្រូវតែធ្វើបើកូនខ្មែរទាំងអស់គ្នានៅតែគិតតែខ្លាចចំណុចខ្លាចនៅតែគិតថាមិនឈ្នះគេនៅតែគិតពីចំណុចហ្នឹងឥឡូវគេកំពុងតែលេង account ឲ្យកូនខ្មែរយើងទាំងអស់គ្នាមើលហើយណាឲ្យបងប្អូនទាំងអស់គ្នាមើលហើយឃើញហើយអញ្ចឹងយើងអាចនៅធ្វើអញ្ចឹងទៀតទេហ៊ុនសែនគិតចំណុចមួយថៅធ្វើចំណុចអស់ហ្នឹងយូរទៅខ្មែរទាំងអស់គ្នាភ្លេចយូរទៅគាត់នឹងឈ្នះឆ្នោតទៀតអញ្ចឹងគាត់ធ្វើល្បិចជាច្រើនទៀតអញ្ចឹងយើងអាចនេះទៀតទេយើងឃើញអស់ហើយអញ្ចឹងយើងត្រូវតែបោះឆ្នោតរើសអ្នកដឹកនាំឲ្យបាន
ចឹងខ្ញុំសង្ឃឹមថា10លាននេះក្នុង10លាននេះក៏មានអ្នកដែលបោះឆ្នោតឲ្យខាងដែលសង្គ្រោះជាតិជាច្រើនដើម្បីយើងរើសអ្នកដឹកនាំនៅក្នុងសង្គ្រោះជាតិដើម្បីធ្វើជាអ្នកដឹកនាំប្រទេសរបស់យើងបន្តទៀតអញ្ចឹងយើងមិនត្រូវយកអ្នកដឹកនាំសពថ្ងៃនេះបន្តទៀតទេអញ្ចឹងបងប្អូនខ្មែរទាំងអស់គ្នាខ្លាចពីចំណុចហ្នឹងយើងត្រូវតែបោះឆ្នោតយើងត្រូវតែរើសអ្នកដឹកនាំថ្មីណាហើយមានបងខ្លះថាខ្ញុំខ្លាចគាត់ធ្វើចំណុចរដ្ឋប្រហារគឺមិនអាចទេព្រោះយើងជាខ្មែរយើងត្រូវតែការមូលមុតគាត់គឺការបោះឆ្នោតយើងអាចធ្វើអ្វីនឹងការបោះឆ្នោតទេឥឡូវនេះ2017 គឺចំណុចបោះឆ្នោតប៉ុន្តែបើការ2018ហ៊ុនសែនឲ្យយួនចូលមកបោះឆ្នោតច្រើនអានឹងយើងមើលតាមចំណុចអានឹងអង្គការសហជីវជាតិគេមើលតាមចំណុចហ្នឹងថាតើសពថ្ងៃនេះហ៊ុនសែនធ្វើទង្វើអីខ្លះដាក់ប្រជាពលរដ្ឋខ្មែរអញ្ចឹងគេប្រជាពលរដ្ឋខ្មែរគេមិនអាចបោះឆ្នោតគាត់ទេតែបើគាត់ជាប់ដោយពីចំណុចយួនមកបោះឆ្នោតនោះយើងនឹងមានផ្លូវយើងនឹងធ្វើបាតកម្មយើងនឹងក្រោកឈរឲ្យបានរាប់លានអ្នកអញ្ចឹងណាឥឡូវនេះមានតែផ្លូវមួយបោះឆ្នោតដូចខ្ញុំប្រាប់ទៀតអញ្ចឹងគឺអត់មានត្រូវអស់សង្ឃឹមទេហើយអត់មានทั้งអ្នកគ្រូខ្ញុំដូចអស់កម្លាំងណាខ្ញុំគ្មានអារម្មណ៍ទៀតទេបើយើងធ្វើអីក៏មិនឈ្នះគេកុំគិតបែបហ្នឹងណាយើងអត់ត្រូវគិតបែបហ្នឹងទេត្រូវឲ្យស្មារតីរឹងមាំយើងមើលតែលោកមនិតកឹមសុខមើលឃើញគាត់អត់ឃើញគាត់ទេគាត់សុខចិត្តណាគាត់សុខចិត្តដើរទៅចូលគុកហ្មងដើម្បីអីគាត់មិនចង់ឲ្យប្រជាពលរដ្ឋយើងលំបាកមិនចង់ឲ្យជួយដើម្បីគាត់ចង់និយាយថាឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាក្រោកឈរឲ្យប្រជាពលរដ្ឋយើងនេះក្លាហានឡើងមិនត្រូវចោះចាញ់ទេដើម្បីយើងជួយប្រទេសជាតិយើងបន្តទៀតអញ្ចឹងយើងត្រូវតែធ្វើទោះអ្នកគ្រូម្នាក់ឯងក៏ធ្វើមិនបានដែរសំបីតែគណៈបក្សសង្គ្រោះជាតិតែប្រមាណនេះប្រមាណនេះឯកឧត្តមប្រមាណនេះក៏គាត់ធ្វើមិនកើតដែរតោះតែយើងខ្មែរហ្នឹងឯងសង្គ្រោះហ្នឹងឯងខ្មែរយើងទាំងអស់គ្នាហ្នឹងឯងរួមឈាមគ្នាហ្នឹងឯងធ្វើដើម្បីជាតិអញ្ចឹងយើងអត់ត្រូវបាក់ទឹកចិត្តបាក់ស្មារតីរបស់យើងទេណាយើងត្រូវបន្តទៅទៀតចាអរគុណណាបងអូនអរគុណច្រើនដែលបានសរសើរណាចឹងហើយបងប្អូនជាទីស្រឡាញ់របស់អ្នកគ្រូដឹងអត់ត្រូវតែតស៊ូឲ្យបានច្រើនព្រោះប្រទេសយើងកំពុងតែចិត្តអស់ហើយណារាល់ថ្ងៃនេះយួនមើលងាយខ្មែរខ្លាំងណាស់សូម្បីតែហ៊ុនសែនរាល់ថ្ងៃក៏ខ្លាចយួនដែរយើងឃើញទង្វើហ៊ុនសែនហើយហេតុអ្វីបានអ្នកគ្រូចូលចិត្តនិយាយពីហ៊ុនសែនច្រើនដោយសារអីដោយសារគាត់ជាអ្នកដឹកនាំម្នាក់ដែលអត់បានការគាត់អ្នកដឹកនាំដែលគាត់មិនចេះដឹកនាំប្រទេសទេណាអ្វីដែលអ្នកគ្រូនិយាយចង់ឲ្យបងប្អូនខ្មែរចង់ឲ្យបងប្អូនជាទីស្រឡាញ់មានការយល់ដឹងពីអ្នកដឹកនាំនឹងឲ្យបានច្រើនយើងឃើញហើយថារាល់ថ្ងៃពីមុនមកប្រទេសយើងមានអីខ្លះធម្មជាតិសម្បត្តិហូរហៀជាច្រើនប្រទេសខ្មែរយើងមានអីខ្លះហើយពួកបងប្អូនរស់នៅយ៉ាងម៉េចខ្លះស្រួលយ៉ាងម៉េចខ្លះពីដើមឡើយពួកយើងមិនដែលស្គាល់ថាមានចោលប្លន់យ៉ាងម៉េចមិនដែលស្គាល់មានបញ្ហាយ៉ាងម៉េចយើងខ្មែរយើងចេះស្រឡាញ់គ្នាណាយើងចេះសាមគ្គីគ្នាណាពេលដែលបែកអពតហើយពួកយើងខ្មែរយ៉ាងម៉េចខ្លះយើងធ្លាប់មានវេទនាការនៅចំណោមពុតពេលយើងបែកអពតហើយយើងរស់នៅយ៉ាងម៉េចយើងមានស្រែធ្វើយើងមានការងារធ្វើយើងដាំបន្លែបានល្អមិនដែលមានជាតិអាលួយគីមីអត់ណែមានជាតិអ្វីដែលយើងនេះទេឥឡូវនេះពួកកូនខ្មែរយើងទាំងអស់គ្នាបានប្រទះឃើញហើយក៏បានស្គាល់រសជាតិដែរដែលសារយើងមានអ្នកដឹកនាំដូចជាលោកហ៊ុនសែនតែ32ឆ្នាំដឹកនាំប្រទេសហើយបានជាកូនខ្មែរទាំងអស់គ្នាលំបាកទៅជាអ្នកស្រុកគេណាមានអ្នកខ្លះគេចាប់យកទៅលក់ទៅយួនធ្វើបាបទៅណាសពបែបយ៉ាងយើងស្គាល់រសជាតិអស់ហើយឥឡូវនេះអញ្ចឹងហើយតើយើងចង់នៅបែបហ្នឹងទៀតទេតើកូនខ្មែរទាំងអស់គ្នាចង់នៅអញ្ចឹងទៀតទេឬក៏ចង់ឲ្យអ្នកដឹកនាំមួយនឹងបន្តទៀតដើម្បីប្រទេសយើងអស់មែនតើបើអ្នកដឹងអស់គ្នាកូនខ្មែរទាំងអស់គ្នាចង់ដូរមិនចង់បានទេត្រូវតែស៊ូឡើងទាំងស្រីទាំងប្រុសទាំងអស់គ្នាយើងស៊ូបន្តទៀតអ្នកគ្រូនិយាយដាស់តឿនរាល់ពេលចំណុចអស់នឹងដោយសារអ្វីដោយសារអ្នកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាបន្តទៀតយើងមើលតែលោកមនិតកឹមសុខគាត់និយាយថាម៉េចណាបើគាត់ជាប់យ៉ាងម៉េចជាប់គុកយ៉ាងម៉េចទៅយើងជាខ្មែរយើងត្រូវតែស៊ូបន្តថែមទៀតបន្តដើម្បីប្រទេសយើងមិនត្រូវលាថយទេយើងមិនត្រូវបាក់ទឹកចិត្តទេបើកូនខ្មែរទាំងអស់គ្នាបាក់ទឹកចិត្តបើកូនខ្មែរទាំងអស់គ្នាគ្មានសង្ឃឹមនឹងការបោះឆ្នោតតើយើងកើតមកជាខ្មែរយើងឈឺចាប់តើគេយកទឹកដីយើងឈឺទេយើងរាល់ថ្ងៃយើងធ្វើបាបយើងសង្កត់យើងគំរាមកំហែងយើងណាយើងរស់ដោយគ្មានសេចក្តីសុខដែលមេដឹកនាំរាល់ថ្ងៃផ្ដាច់ការយើងធ្វើអ្វីដែលមិនបាននេះសោះមិនមានសេចក្តីសុខធ្វើអ្វីក៏ដោយគេគំរាមកំហែងតើយើងចង់រស់នៅបែបហ្នឹងទេគ្មាននឹងការងារធ្វើយើងរាល់ថ្ងៃយើងហូបតែអង្គជាតិជ័ររបស់ជាតិគីមី
ta dương trong nơi bẹp nâng tê bởi dương trong ai bật tê dương miên ca rong rương trong ai bật tê dương miên sạc đấy sọc trong ai dương luôn nơi miên srua mình miên chiết kỳ mi mình miên ai dương trơi tại bàn to cả bao nhiêu dương trơi tại thưa dương chỉ con khmai dương bán cát mà chỉ khmai ta hay nè dương trơi tại su dương mình trơi riết thôi thế dương mình trơi chỉ riết thôi chỉ đại kha nè con khmai tầng ọc này hay là ôn chỉ tí sờ lại cho bác nè cừu bàn to từ tiền đam bay prote dương mình tới bắt bong prote tê ca na để dương bắt bong prote khmai cứ chọc hay dương lên miên prote nơi hay rồi cứ chọn dương trong từ nơi sọc kê chẳng dương cứ thà sưu tế dương thọp miên prote rồi có ôn trong ai cái pra thà ôn mau pi prote na chân chết ấy kê hai dương prap kê tham ấy tới dương chỉ chân chết ấy prote dương chỉ ấy dương chân chết ấy dương ở đâu thế bây giờ những tật đây hay luôn hay smart tật đây khmai là bao dương nè khai gì tới tật đây vinh tư bởi dương việc ban cục rong hai việc có mình nói prai mục chỉ khmai tiệt đấy à bây cứ việc prai pro tầng ở nâng nè xong bay tà so xong bay ta sầm liệp bằng pẹ xong bay ta lôi xong bay ta vay tầng o dương nơi cao làm lại việc tạo dương nơi ca tê hả ta phụ dương nơi ban tê đại vì chi choan dương nè lo thay nè xong bay viên mình toàn ban và tê dương ho khơi viên viên làm lại dạng na để hôn sai bạc đây ở viên nè chẳng hai dương chỉ con chiêm khmai dương chỉ con khmai dương mình trơi thế dương mình trơi ai để đặt mong bẹp nông mình to tiết thế đã vậy đây là cứ đi dậy đáp tuyên tầng on đi cứ chẳng ai khmai dương tầng on nè nè ôn tầng nè cróc cho nè mu cầm láng nè trăm pi pon đáp bằng bảy dương nông thưa làm bay chiết dương hai sự lắc nào sầm khăn nè dương trơi tại bát nào tôi miên rửa vậy cả làng cả đời trơi tại bát nào về năng dương cất tiền lấy chấm hiên ở bao nhiêu tim môi cực bát nào chấm hiên tivi dương trơi tại phở về là dương offline dương mình ai ở dương mà chỉ chọn dương tê nè dương vì do chết kỳ mi mà lúc ở dương vì nè đại sa nhẹ đặc non bạc đây ở chỗ dương khơi hai thà và chia bờ ruột dương bom ôn dương ruột ngày nhẹ khắc mai dương cao chủng ngư nung sơ tại trong ngọc ở hai đại sa ấy dương khơi như ta mai dương bị đám đại miên trắng tê đại miên chủng lấy ở nâng tê cứ ở tê dương nợ ru nơi srua nè xong bây tại dương đào một tè mai dương đã tật tam phơi ở bộ dương hộp dương o côn cái này tụi mình tụi mở dương đấy khơi tới bị đào nữa bộ dương sờ cái này mày cái tè lớn nè chẳng hai dương tơi tại ruộng cái này dương tơi tại che sờ cái này dương tơi tại thua mình to tiết nè ôn mình tơi nị dây tha nè kêu khiêm óc lắng nè khi mình trong tê tê khi đôi miên là rom tha dương thua ấy còn mình chỉ là cầm pra biển nâng cầm chốt pra biển nâng chu từ một tiết từ một mình to tiết mình to là hồn đó bê về lìa dương mình mẹ thật bui chân là vốn nè cầm sọt là hồ tê cùng miên ngày nào môi dương chén tê cùng miên ngày nào môi tật đây là bao dương cứ vui với tơ tại chạy trên giặc luôn ai mà bao dương đánh tê chăm tờ mơ tơ chân dương tơ tại thơ dương tơ tại thơ làm bay prote dương nè ôn chưa nè kêu dương tơ tại mua một dương tơ tại ót mốt làm bay prote chiết dương mình to tiết làm bay con mai chỉ ra để con cầm pông tại cát máu này plư nè ta khi cát máu này plư pe ót tật đây ta khi ta luôn nơi nè ta khi mình đang tê ta khi chỉ chân chết ấy pe là khi thông dương mình ai ta luôn nơi prote kia tầng o ban tê nè từ luôn nơi bờ kê con mình xuống đôi bờ dương đây dương tới tại miền tật đây dương tới tại miền trung thái dương chỉ chân chết không ai miền bờ sát miền ở vậy đây là ó chỉ tràn nè bờ dương chẳng hai công tơ bạc tật chất tơ bần to tiền tăng bộc mai tầng ó kia tăng bom ôn tăng minh miên tầng ó tơ tại su chia bờ sai ôn chỉ tí slang đó bao nhiêu kêu tầng ó kia nè mình tơ ni tiệt tê dương tơ tại tróm thưa mày dương cạt màu dương chụp nè đặc nón đại cọ bẹp đang thưa bạp dương bị chia bờ ruột chân dương mình nơi bàn to chân tê tê dương tơi tê su nè lửa su tầng óc nè nè ba sờ lại nhạc rú ba này rú này dây nâng pin chất rơi tại đạn mẹ đại bé đâu ở ban tràn
អ្នកឲ្យអ្នកគ្រូគិតថាអ្នកទាំងអស់គ្នាពេញចិត្តទាំងវើដែលអ្នកគ្រូនិយាយហើយទៅតែធ្វើតាមឬអត់ចាអរគុណច្រើនចឹងហើយយើងទៅតែតស៊ូទាំងអស់គ្នាណាបងប្អូនជាទីស្រឡាញ់និងពុកម៉ែទាំងអស់គ្នានិងអ្នកទាំងអស់គ្នាដើម្បីប្រទេសយើងបន្តទៀតដើម្បីយើងមិនចង់ឃើញបងប្អូនដែលគាត់កំពុងតែកើតមកភ្នែកភ្លឺភ្លឺយុវវ័យជាច្រើនមិនចង់ឲ្យពួកគាត់លំបាកទេហើយពួកយើងទាំងអស់គ្នាទោះបីយើងស្លាប់ក៏ដោយដែលយើងស្លាប់មានឈ្មោះថាយើងចេះជួយប្រទេសជាតិដើម្បីការពារជាតិការពារទឹកដីយើងណាយើងអត់បានទៅប្លន់ទឹកដីអ្នកណាគេទេទឹកដីរបស់យើងប្រទេសរបស់យើងយើងធ្វើដើម្បីជាតិយើងចឹងយើងជាខ្មែរទាំងអស់គ្នាត្រូវតែធ្វើឡើងតស៊ូឡើងដើម្បីប្រទេសយើងបន្តទៀតសង្ឃឹមថាបងប្អូនទាំងអស់គ្នាណាពុកម៉ែទាំងអស់គ្នាត្រូវស៊ូដើម្បីជាតិយើងបន្តទៀតហើយឈប់ពាក្យនិយាយថាខ្ញុំមិនចង់បន្តទៀតទេឈប់ប្រើទៅពាក្យហ្នឹងព្រោះយើងมันអាចមានផ្លូវជំរឿទេព្រោះប្រទេសយើងកំពុងតែបាត់បង់អស់ហើយឥឡូវយួនវាធ្វើតាមអំពើចិត្តហើយណាវាធ្វើតាមអំពើចិត្តទោះបីវាធ្វើបាបខ្មែរយើងក៏តាហ៊ានខ្មែរយើងមួយចំនួនក៏អីក៏មិនហ៊ានធ្វើអីវាដែររាល់ថ្ងៃវាគ្រាន់តែធ្វើយកមុខមាត់អំពេញតាម Facebook ឲ្យយើងជឿទុកចិត្តទេតែភាគពិតទៅគឺមិនមែនដូចគេទេណាបើអញ្ចឹងមិនមែនយួនបាក់ដៃឲ្យយួនយកជាតិគីមីចូលពេញស្រុកខ្មែរទេយើងត្រូវពិចារណាឲ្យច្បាស់មិនមែនយួនយកឈើព្រៃឈើយកអីជូនទៅប្រទេសវាឡោះសងអស់ប្រទេសខ្មែរទេយើងឃើញហើយអញ្ចឹងហើយយើងកុំជឿអ្វីដែលពួកកំពុងតែធ្វើនោះវាគ្រាន់តែបន្លំភ្នែកបងប្អូនទាំងអស់គ្នាទេណាអញ្ចឹងហើយយើងមិនត្រូវជឿទុកចិត្តអ្នកដឹកនាំបែបហ្នឹងបន្តទៀតទេអូខេសង្ឃឹមថាអ្វីដែលអ្នកគ្រូនិយាយទាំងអស់នេះបងប្អូនទាំងអស់គ្នាមានការយល់ដឹងបានច្រើនណាហើយនឹងពុកម៉ែទាំងអស់គ្នាហើយសង្ឃឹមថាបើយើងមានឱកាសយើងនឹងនិយាយទៀតអញ្ចឹងហើយថ្ងៃនេះអ្នកគ្រូសូមនិយាយប៉ុណ្ណឹងចាស់ហើយសង្ឃឹមថាបងប្អូននិងពុកម៉ែទាំងអស់គ្នាបងប្អូនជាទីស្រឡាញ់នឹងមានការយល់ដឹងនិងសិក្សាបានច្រើនពីចំណុចហ្នឹងណាបងប្អូនព្រោះប្រទេសយើងកំពុងតែបាត់បង់អស់ហើយអញ្ចឹងយើងឃើញហើយថាអ្នកដែលចេះដឹងជាច្រើនឥឡូវនេះវាកំពុងគម្រាមដាក់ចូលគុកចាប់ដាក់គុកអស់ហើយណាអញ្ចឹងហើយមានតែយើងកូនខ្មែរនឹងទេដែលយើងមានសន្ទុះពួកយើងនឹងទេឥឡូវឲ្យតែបងប្អូនណាឲ្យតែអ្នកណាដែលមានអ្នកចេះដឹងមិនដិតអីចេះដឹងគឺវាចាប់គម្រាមចាប់ដាក់គុកហើយយើងឃើញហើយចាប់ច្រើនមកហើយឥឡូវនេះឥឡូវអស់ហើយណាអញ្ចឹងមានតែយើងជាខ្មែរកូនខ្មែរទេដែលយើងក្រោកឈរបញ្ចេញមតិនឹងយើងស៊ូបន្តទៀតបើមិនតឹងទេយើងចប់ហើយណាយើងអស់ទឹកដីហើយចឹងហើយអ្នកគ្រូសូមនិយាយប៉ុណ្ណេះចាស់សង្ឃឹមថាថ្ងៃស្អែកយើងមានឱកាសយើងនឹងជួបគ្នាទៀតណាអូខេ take care ហើយចាំជួបគ្នាទៀតណាអ្នកគ្រូនឹកអ្នកទាំងអស់គ្នាជាទីស្រឡាញ់គ្រប់គ្នាណាបាយបាយ